ជាជំរឿនមួយអ្នកដំបងរបស់កម្ពុជាមានបាទអ្នកចាំទីនិងជាប្រធានក្រុមបកាយសុកស៊ីឡាកីឡាករសុផុលឌីម៉ង់យូដៃអូហ្កាវ៉ាញៀនសុកស៊ីដានសៀងចន្ទាអន្ត្រេនីអេតូបងសាំយូអែលគឹមសុកយុទ្ធអុកសុវណ្ណអាប់ដែលកាដឺគូលីបាលីហើយនិងសរតនាបាទចំណែកឲ្យខាងប៊ូតង់មាននីម៉ាមានជេនកូហ្គីអែលសិនមានយេស៊ីហ្គីអែលសិនបាទពុនសូហ្គីមីមានកីឡាករតេនស៊ីណូប៊ូជីងណាំសេលតបដូជីបាទពេម៉ាហ្សាំងប៉ូអូហ្គីយ៉ែនវ៉ាងជុកបាទឈេរីងបាទគីងហ្គាវ៉ាន់ជុកដាវ៉ាតេសរីងនិងនីម៉ាវ៉ាងឌីបាទ3-0នៃយ៉ាង3គ្រាប់អីចឹងណាបាទមើលប្រកួតទៅនឹងហុងកុងអាចនឹងមានកំណើនបងប្អូនទស្សនាច្រើនទៀតឥឡូវយើងមើលការបញ្ជូនរកនេះមួយក្បាលបញ្ចូលទីបានយ៉ាងល្អដោយខ្សែការពារសរតនានេះគឺជាគុណភាពនៃការបញ្ចប់ទីរបស់កីឡាករវ័យក្មេងចេញពីបាទក្លឹបបាល់ទាត់វិសាខាសរតនាត្រូវបានគេបាទមើលឃើញនិងស្គាល់ថាជាកីឡាករមួយរូបដែលអាចលេងបានទាំងតំណែងការពារកណ្ដាលនិងតំណែងប្រយុទ្ធនៅថ្ងៃនេះគេក៏នៅតែបង្ហាញគុណផលរបស់ខ្លួនតាមរយៈការតែតបញ្ចូលទីមានន័យថានេះគឺជាគុណភាពនិងភាពមុតស្រួចរបស់សរតនានៅក្នុងប្រអប់ទីការពារប្រអប់ទីខ្លួនឯងហើយក៏បំប៉ោងសំណាញ់ទីនៅក្នុងប្រអប់ទីរបស់គូប្រជែងផងដែរការទាញផ្លាត់ត្រង់នេះបាទបះចំមុខខ្សែការពារប៊ូតង់ហើយក៏បាទការទាត់បាល់បាទបញ្ជូនចូលមកក្នុងប្រអប់សរតនាយិនជន់គៀសមកស្ដាំទាញទៅគៀកាត់ទៅមុខតាក់បន្តិចទប់បានមួយទាត់ឆ្វេងក្រៅសំណាញ់ទីទេពី Kinga Wangchuk លេខ11របស់ក្រុមបាល់ទាត់ប៊ូតង់បាទនេះជាការកាត់បាទបាល់សង្ថាអស់មុំដែរក៏ប៉ុន្តែឡងពីយូដៃហើយការទាត់របស់កីឡាករ Kinga គឺបានត្រឹមតែគៀកជើងឆ្វេងគឺជាជើងបាទជំនួយទប់ឥឡូវយើងមើលកាត់ទៅទៀតហើយតែត្រង់នេះអូយបាទតែទម្លាក់ឲ្យ Kader តែបាំងកីឡាករបាទហ៊ុនសូជីកមីបាទយើងមើលល្បាញ់មិញបញ្ជូនដោយសុកយុទ្ធទៅតែទម្លាក់មកវិញបាទ Kader អត់បានចលនាទៅរកបាល់ទេមិញយូដៃក៏លើកឡើងមកមួយក្បាលរបស់ Kader 2-0 Koulibaly Abdel Kader តែស្រួលដោយសារតែមើលភ្នែកគ្នាដឹងឈរនៅបង្គោលទី1បាទលោតគ្រវាសបញ្ច្រកចូលក្នុងសំណាញ់ទីយកគ្រាប់ទី2ឲ្យក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ចេញពីជ្រុងនេះគឺស្រាលល្អណាស់បាទមើលចុះយូដៃមិនបង្ខំទេគឺលើកមកដំណើរហើយ Koulibaly Abdel Kader បាទគឺគោះតាមដំណើរតែម្ដងថ្ងាសរបស់គាត់នេះគឺក្រលៀសបញ្ចូលទីបានយ៉ាងមានប្រសិទ្ធភាពបាទ2-0 38នាទីក្នុងពហុកីឡដ្ឋានជាតិអូឡ িম্প ិកបាទអ្នកគ្រប់គ្រងស្រែកអើងកងតែអត់ទេសាំយូអែលទម្លាក់ឲ្យស៊ីដានហើយមកក្រោយឲ្យអុកសុវណ្ណមួយជើងនេះអ្នកចាំទីជះឡើងទៅខាងលើអូបាទអមែនតេនឡូឆូឌីម៉ាមើលការបញ្ជូនបាទទម្លាក់មកស្មើជើងតែម្ដងអុកសុវណ្ណក៏ទាត់សម្ដៅទីស្អាតណាស់បាទបែរមកវិញឱកាសរបស់ក្រុមបាល់ទាត់ហើយបងសាំយូអែលហើយលើរបស់ទីអែលបាទយូឆ្មក់ម្ដងធ្វើឲ្យអ្នកទស្សនាបាទហើបគូតពីកៅអីបាទត្រង់នេះបាទមួយជើងឆ្វេងហើលើកែងទីបាទហើលើកែងទីជ្រុងមកទៀតហើយលេងខ្លីយូដៃកាត់ចូលក្នុងមួយក្បាលទៀតអូយមក3គ្រាប់បាទប្រើក្បាលបញ្ចូលទីទាំង3តែម្ដងសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងថ្ងៃនេះការតែតបញ្ចូលទីរបស់ខ្សែការពារកណ្ដាលសុផុលឌីម៉ង់
រកបានគ្រាប់បាល់បញ្ចូលទីឲ្យក្រុមជម្រើសជាតិកម្ពុជាគ្រាប់បាល់ទី3របស់កម្ពុជាក៏ជាមានការបញ្ជូនខ្លីរំលាក់ឲ្យរុញមួយហើយក៏កាត់កោងល្អណាស់ផុតអ្នកចាំទីតែបញ្ចូលទីបានយ៉ាងល្អបាទអ្នកចាំទីលោតចោលអត់មានដោលអត់មានដាល់អីទាំងអស់បាទឌីម៉ង់នៅបង្គោលទី2តែកិច្ចកីឡាករលេខ4បាទគឺណូប៊ូឆ្វេងកីឡាករដែលបដូរចូលមុននេះបាទគៀសទាត់អូហ៊ុយបាទពិបាកណាស់នឹងចូលនៅក្នុងប្រអប់បាទអញ្ចឹងមានតែបាទ long range shoot បាទពីក្រៅប្រអប់ដោយបាទកីឡាករលេខ9ដែលបានបដូរចូលមុននេះរបស់ប៊ូតង់គឺ Kinzang Tenzin តណារតនារំលងរបាទីត្រង់នេះបាទឥឡូវបាល់ចេញពីតំបន់ខាងក្រោមរបស់ប៊ូតង់បាទនេះការទាត់របស់មិនរតនាបាទរំលងរបាទីឥឡូវទៅទៀតហើយអូហូយបាទទូលាយណាស់មួយជើងរបស់រ៉ាដូគ្រាប់បាល់ដំបូងឲ្យក្រុមជម្រើសជាតិក្រុមធំរបស់មុនរ៉ាដូបាទនេះហើយគឺជាការបំពេញនៃក្តីសម័យរបស់កីឡាករគ្រប់រូបបាទពេលដែលនៅលេងជាកីឡាករយុវជនចង់ឡើងក្រុមធំពេលឡើងក្រុមធំមិនទាន់មានកៅអី11អ្នកដំបូងលេងចង់ជាប់11អ្នកដំបូងនៅពេលដែលជាប់11អ្នកដំបូងហើយក៏មានក្តីសម័យបន្តទៀតថាចង់ឈានទៅរកកៅអីជម្រើសជាតិពេលដែលជាប់ជម្រើសជាតិហើយក៏ចង់រកគ្រាប់បាល់បញ្ចូលទីពិសេសនោះកីឡាករដែលលេងក្នុងតំណែងជាខ្សែប្រយុទ្ធនោះតែម្ដងឥឡូវមុនរ៉ាដូធ្វើបានសម្រេចហើយពេលឥឡូវឃើញ 4-0 អញ្ចឹងទៅក៏ថាទៅមើលលេងល្អហើយឥឡូវបាន4គ្រាប់ជាមួយនឹងប៊ូតង់បាទត្រង់នេះយ៉ែមដេវីតគេទាត់បាទយើងមើលអារុញឲ្យយ៉ាងដេវីតទាត់តែខ្ទាតពីជើងរបស់ខ្សែការពារអូយបាទដូចបញ្ជូនអញ្ចឹងបាទដូចបញ្ជូនឲ្យហ្នឹងខ្ទាតពីជើងនេះមិញបាទពីការប្លុករបស់ខ្សែការពារការទាត់របស់យ៉ែមដេវីតហើយយ៉ែមដេវីតត្រង់កន្លែងនេះឲ្យគួរបាទ Jetson ទាត់ខ្លួនឯងខុសទៀតបាទខុសទៀតថ្ងៃនេះរ៉ាដាសេរីត្រូវឯងក៏ប៉ុន្តែទាត់នោះចេះតែភ្លាវចកោតបាទអាជ្ញាកណ្ដាលផ្លុំកញ្ចែបបញ្ចប់ការប្រកួតហើយបាទនេះជាមោទនភាពមួយបាទផ្ទះដៃមួយរវាងលោកកាំងសេននិងអ្នកអង្គការសំអាងវឌ្ឍនៈហើយក៏អបអរសាទរបាទចំពោះជ័យជំនះនៅក្នុងថ្ងៃ FIFA Day ពោលគឺនៅក្នុងជំនួបបាទប្រកួតមិត្តភាពអន្តរជាតិដែលមិនត្រឹមតែប្រទេសកម្ពុជាទេគឺទូទាំងពិភពលោកបាទបានណាត់រៀបចំការប្រកួតមិត្តភាពអន្តរជាតិហើយគ្រាប់បាល់4គ្រាប់បាទ